គ្នាថ្ងៃនេះយើងនឹងរៀនពីការធ្វើ Cell Dashboard នៅក្នុង Microsoft Excel ទាំង Cell Dashboard នេះយើងប្រើជាឆាតgraphic សុទ្ធសាធហ្មងណាអញ្ចឹងទី1យើងចង់ដឹងអំពី Total Cell នៅក្នុងdata របស់យើងតើយើងមានចំនួនប្រមាណទី2គឺយើងចង់ដឹង Cell តាមខែតើមួយខែយើងលក់បានចំនួនប្រមាណហើយទី3 Cell Performance គឺតាក់ទងតែ close won ទេមានថាការបិទ Cell របស់យើងគឺបិទតែជោគជ័យតើមាន Cell ប្រមាណអ្នកដែលគាត់មាន rating good ឬក៏គាត់មាន poor performance ក្នុងការបិទ Cell ទី4គឺពី Cell Status តើ close ហើយនឹង close won នេះមាន pending ឬក៏នៅសល់គេអាច Cell នៅសល់ប្រមាណករណីដែលមិនទាន់ចែកជាដើមឥឡូវយើងមាន data នៅក្នុងនេះហើយយើងបែកមក Excel វិញហើយដែលយើងមាន data នេះជា sample data យើងមានពីខែ1រហូតដល់ខែ2ខែ3ខែ4នេះហូរហែទាំងទៅអញ្ចឹងអ្នកនរគ្នាគ្រាន់តែប្រើឆាតក្នុងការធ្វើ Cell Dashboard ទេយើងចូលទៅ Insert Pivot Table រើសជា Page Table ហើយយើងរើសយក New Worksheet មកចុច OK អញ្ចឹងទី1គេសួររកពី Total Cell អញ្ចឹងអ្នកនរគ្នាគ្រាន់តែ click កន្លែង Net Cell នេះមកប៉ុណ្ណឹងគឺ Total Cell ហើយគឺរួចហើយបាទហើយ copy Pivot Table ហ្នឹងដាក់ក្រោមនេះមកណាក្រោមនេះមកអញ្ចឹងសំណួរយើងគឺគេសួរពី Cell by month នេះ Total Cell by month តើក្នុងមួយខែលក់បានប្រមាណតើអ្នកនរគ្នាគ្រាន់តែប្រើ month នេះយើង click month ចូលមកវាទាញយើងមកដាក់ row ក៏បានអញ្ចឹងយើងបាន Cell by month ហើយក្នុងមួយខែលក់បានចំនួនប្រមាណបន្តមកអ្នកនរគ្នាអាចសង់ជា graphic បានហើយអញ្ចឹងយើងចូលទៅកន្លែង insert chart នេះ insert chart line chart មកដោយសារវាជា time series ប្រភេទជាមានថ្ងៃខែអញ្ចឹងគឺយើងប្រើ line chart គឺវាស័ក្តិសមបំផុតសម្រាប់បង្ហាញពី progress ឬក៏កំណើនទៅខាងមុខទៀតអញ្ចឹងកន្លែងនេះយើងដាក់ chart យើងឲ្យស្អាតតិចទៅនេះ total មិនយកទេនឹងដឹងតែ cell ហើយនេះប៊ូតុងមួយនេះអីបងប្អូនអាច hide បាន select ហើយយើងមានកន្លែង fill ប៊ូតុងយើង hide អស់ហើយ total cell នេះគឺឈ្មោះទេ title ដែលយើងត្រូវដាក់ chart ហ្នឹងឈ្មោះអី total cell by month អូខេហើយ unit វាគិតជាអញ្ចឹងយើងធ្វើមក unit យើងគិតជា million dollar ទៅអញ្ចឹងបើយើងកំណត់ million dollar អញ្ចឹងអារបស់យើងនេះក៏ million ដែរវា right click លើវាមក format axis ហើយរើសយកកន្លែង unit display នេះជា million ឃើញទេអញ្ចឹងលេខដែលយើងឃើញគឺຂະຫນាតជា million អញ្ចឹងអស់ហើយនៅតែឈ្មោះអានឹងតើអានឹងជាឈ្មោះអីយើងចុចប៊ូតុងនេះយើងបើក axis title នេះគឺ cell amount ណាបាទ unit គឺជាគិតជា million អានេះគឺខែប៉ុណ្ណឹងហើយ value នៅលើនេះអ្នកនរអាចបង្ហាញជា data ចូល add data label បាទអញ្ចឹងតួលេខនេះអ្នកនរអាចកំណត់វាយើងយកតែ2ខ្ទង់បានហើយអញ្ចឹង2ខ្ទង់យើងចូលកន្លែង number នេះណាហើយរើសយក counting ក៏បាន currency ក៏បានដែរឥឡូវខ្ញុំរើសជា currency ទៅតមក data យើងឲ្យរត់ពីលើខ្សែអញ្ចឹងយកបើអូខេអញ្ចឹងឃើញថាវាសឹងតែអស់ហើយអញ្ចឹងពីខែ1 2 3 4 5ខែ6ខែ7អត់មានទេមានតែខែ8យកតែម្ដងបាទអញ្ចឹងអ្នកនេះអាច customize វាឲ្យស្អាតណាឆាតយើងអាចដាក់ពណ៌ហើយ line ហ្នឹងឲ្យវាស្
label យើងប្រើពណ៌ខៀវដូចគ្នាទៅហើយដាក់ bold តិចមកនេះហើយខាត់ចូលទៅដាក់នៅក្នុង dashboard របស់យើងមិញណានេះ dashboard city 3នេះហ្នឹងមិនផាសទៅនេះមកបានអូខេអញ្ចឹង resize វាចុច Alt ឲ្យជាប់សង្កត់ Alt ហើយទាញមកគឺវាឆក់យកចូលក្នុង column មួយទាញ row មកនេះយើងយកប៉ុណ្នេះបានហើយចាអូខេហើយលេងពណ៌វាតិចក៏បានដែរ format ចាក់ border វាទៅផេះបានទេហើយ background ចឹងដែរអ្នកនេះអាចលេង background ក្រោយធ្វើជា background ទៅខ្ញុំយកប្រភេទចុះប្រភេទហើយអាចមានកាតពីឃើញកាត total cell មិញណាចឹង total cell ដោយសារវាជាឆាតវាជា pivot table ចេះបងប្អូនត្រូវការ customize វាបន្ថែមទៀតអញ្ចឹងយើងគូស text box មួយដើម្បីបោនតម្លៃហ្នឹងចេញមក text box អូខេ insert text box មកអញ្ចឹងកុំតន់អាចចុចអីទាំងអស់ហ្នឹងចុចទៅណានេះដាក់ពីលើកន្លែង formula bar ដាក់សញ្ញាស្មើតមកយើងបោនទៅរកតម្លៃ total cell របស់យើងប៉ុណ្្នឹងទេហើយយើងចុច enter ទៅនេះគឺ total cell ហើយយើងបានកាតមួយទៀតខ្ញុំទាញអានេះចុះបន្តិចណាចុច Alt ដែរចាហើយយើង format វាជាដុល្លារជាអីមកបានហើយអញ្ចឹង currency យើងអត់ format នៅក្នុង text box បានទេយើង format នៅនេះនៅ chat for នេះ format ទេ format ហើយកាត់ខ្ទង់វាផងអញ្ចឹងឆាតរបស់យើងនេះក៏ដូរដែរយើងអាចមកធំតិចមកហើយដាក់វាធំព្រោះតួលេខហ្នឹងវាសំខាន់បាទប៉ុណ្ណឹង then ដាក់ពណ៌ខៀវឲ្យត្រូវ background របស់យើងនិងពណ៌ dim របស់យើងដូចគ្នាហើយ line នេះយើងប្រើ line មិញគឺពណ៌ប្រផេះនេះអញ្ចឹងដាក់វា consistent ដូចគ្នានេះហើយដាក់ឈ្មោះវាផងកុំភ្លេចទាំងអស់គ្នាកន្លែងនេះអាច merge cell ចូលគ្នាក៏បានហ្នឹងគឺ total cell កត់ពីទាញចុះតិចមកនេះចុះតិចទៀតនេះយើងប្រូវាមកបានហើយប៉ុណ្ណេះហើយឡើងតិចចុះប៉ុណ្ណេះមកឬក៏យើងយកឲ្យស្មើឆាតតែម្ដងក៏បានដែរឆាតនេះ total cell ហ្នឹងក៏ចឹងដែរមើលឲ្យដោះមកបានហើយ font អូខេបូហើយយើងចាក់ border វិញផ្ទៃ background ពណ៌រៀងចាស់បន្តិចមើលទៅវាជាកាតមួយយ៉ាងប៉ុណ្ណឹងហើយមួយហ្នឹងអញ្ចឹងអាចទៅធ្វើឆាតទី2ចូលឆាតទី2អ្នកនរគ្នាមើលធានបទយើងឡើងវិញគឺ cell performance យកតែ close one មកទេអញ្ចឹងរាប់ចំនួន cell ណាដែលមាន performance ល្អឬក៏មិនល្អជាដើមអញ្ចឹងវាចេញមកទាំងអស់ដែរយើងចូលពីនេះមកដាក់ក្បែរគ្នានឹងហ្មងណាតមកយើងងាកចូលកន្លែងនេះដោយសារយើងបើកវាម្ដងហើយអញ្ចឹង pivot table វាមាន option ហ្នឹងដែរយើងតែបើអត់ឃើញទេបងប្អូន right click right click វាមាន hide list ហើយយើងបាត់បើយើង right click show fill list វិញមកនេះគឺចេញមកវិញហើយតោះឥឡូវយើងរាប់ performance អញ្ចឹងមើល close one ហ្នឹងគឺ status ទេបាទហើយយើង filter យកតែ close one ណា
ខេចឹងតាមខែមិនយក net sale ទៀតអាចថា sale performance ខែណាល្អមិនល្អហើយទាញ performance នឹងមកយើងរាប់ឬម្នាក់ចឹងដល់ពេលនេះអ្នកនរអាច insert chart បានហើយតើគេ excellent ហើយបាន very good ចឹងយើងទាញ very good នេះឡើងទៅលើបាទណាចឹងវាតាមលំដាប់លំដោយតោះឥឡូវយើង insert chart មើល insert chart របស់យើងអានេះគឺ sale performance status របស់យើងគឺ close won ណាហើយយើងមានខែ Jan February អីយ៉ាងជាដើមទៅតោះមកអ្នកនរ format chart យើងឲ្យស្អាតណាកុំទាន់ខ្វល់ពីរឿង layout វាដោយសារយើងនឹងមាន filter បន្តទៀតទេតាមខែមួយឬក៏តាមប្រភេទ category នៅក្នុង dashboard យើងលុបមកនេះគេហៅថា sale performance by month នេះគិតជាអីគេ number of staff មិនមែនជា number of sale revenue យើងទៀតទេអញ្ចឹងយើង select ហើយយើងដាក់ឲ្យគេដឹងផង assist title អញ្ចឹងកន្លែង1 2 3នេះរហូតដល់12ហ្នឹងគឺជា number of staff របស់យើងassist នេះគឺ month បាទទេហើយអាចបង្ហាញនេះអាចបង្ហាញជា data label នេះខែណាមានមនុស្សប្រមាណអ្នកតមកយើងអាចដាក់វាឲ្យខុសពណ៌គ្នាបានណា format data series នេះកន្លែង field vary color by point អញ្ចឹងពណ៌ខុសគ្នាមើលទៅរៀងស្អាតដែរអូខេចុះយើងកាត់វាចូលទៅក្នុង chart របស់យើងវិញ format outline ហើយយើងខាត់ចូលទៅ dashboard យើងមកដាក់ dashboard យើងទៅនេះយើងមិនបើកវាទេឡើងធ្វើការ format ហើយបាទប៉ុណ្ណឹង just តិចបានហើយនេះគេឆ្លង search អញ្ចឹងនៅខាងលើនេះយើងដាក់អីថែមមួយឆាតទៀតឆាតនេះគឺ sales status close won and pending មានប្រមាណហើយអាចប្រើជា column chart អញ្ចឹងដូចគ្នាក៏បានឬក៏អ្នកទាំងអស់គ្នាអាចប្រើជា chart គេហៅថានេះ page chart ជា bar chart ណា bar chart តោះឥឡូវយើងបាច់បើកអីច្រើនទេគឺយើងទុក sheet នឹងដដែលតែយើងប្រើ pivot table បន្តទៀត copy មកនឹងដាក់ជិតគ្នាទៀតទៅបាទខ្ញុំសូ field list មកវិញឥឡូវអាហ្នឹងគឺយើង sales status យើងគិតជាខែឥឡូវយើងយកខែនេះឡើងជា filter វិញ status បាទ status មាន loss won and pending អញ្ចឹងគ្រប់ខែទាំងអស់នេះគឺតួលេខគ្រប់ខែបានប៉ុណ្ណឹងយើងយកនេះវិញណាទៅនេះយើងឃើញ close won pending យើងជាដើមទៅឥឡូវຂະຫນາດនេះក៏យើងគិតជា million ដែរចូលទៅក្នុង option នេះហើយ assist option មាន display unit ជា million នេះហើយបន្ថែមមកពណ៌នេះយើងមិនចូលទេនេះយើងដាក់ឲ្យវាពណ៌ឆ្លាស់គ្នាវិញ vary by point មានពណ៌ខុសគ្នាហើយ
បិទប៊ូតុងនេះចោលហើយហើយដាក់ឈ្មោះឆាតនឹងហើយនឹងអាក់ស៊ីឲ្យផងតើកន្លែងណាជាអាក់ឈ្មោះអីខ្លះនេះគឺជា cell amount ជិតជា million dollar នេះគឺ total sell status នេះគឺ status បាទអាចធំបន្តិចបានហើយកុំឲ្យច្រឡំជាមួយនឹងខាងក្នុងចឹងដូចគ្នាបាទហើយយើង add data label ចូលមកបានហើយ complete format វាជា2ខ្ទង់បានហើយ number នេះណា currency 2ខ្ទង់អូខេឥឡូវយើងដូរពណ៌ទៅអានេះគឺពណ៌ខៀវវាដូរជាមួយនឹងឆាតណាចាំបានវាលេចធ្លោយ៉ាងដែរពណ៌នេះយើងដាក់ពីលើនេះមកបូនមួយនេះគឺពណ៌ប្រផេះអាចដាក់ពណ៌ខ្មៅនឹងដែរប្រផេះហ្នឹងហើយខាត់យកទៅដាក់នៅ dashboard របស់យើងវិញនេះ dashboard ឡើងនេះផាសចេញមកជាន់គ្នានេះប៉នេះមកបានហើយទាញធំឲ្យស្មើគ្នាចុច Alt ឲ្យជាប់នេះទាញស្មើគ្នាមកដូចចឹងដែរទាញប៉ុណ្ណឹងស្មើហើយបាទ Save status ដាក់ order បន្តិចមកគឺពណ៌នេះមួយអញ្ចឹងកន្លែងនេះយើងទុកដាក់ filter by month របស់យើងនេះយើងចង់មើលខែមើលយើងចុចខាងបានអញ្ចឹងនៅនេះអាចប្រែប្រួលមើលតាមខែនីមួយៗតើខែណាទទួលបាន sale ចំនួនប្រមាណលើកឡើងតែ total sale ទេគឺយើងសរុបទាំងអស់រាល់ខែអញ្ចឹងឆាត3ហ្នឹងអ្នកនរចុចត្រង់ pivot table នេះយើងមើលនេះគឺដាក់ឈ្មោះវាផងមានឈ្មោះអត់ដាក់ pivot table 6 number លេខ6ហ្នឹងទេគឺយើងដាក់ឈ្មោះឲ្យត្រូវជាមួយនឹង dashboard របស់យើងដែរនេះ sell performance តើចឹងនេះគឺ sell performance pivot នឹងឯងយើងងាយស្រួលរក sell performance អានេះគឺយើងដាក់ total sale មកតិចនឹងទេ total sale យើងអត់ត្រូវការបាទនេះគឺ sale by month monthly sale ក៏បានដែរណាហើយនេះយើងដាក់ sale status ឥឡូវយើង insert ឆាតរបស់យើង slicer បាទយើងឈរលើ sale status អញ្ចឹងគឺវាឲ្យ link ទៅរក sale status ហើយប៉ុន្តែយើងមាន option ដូចគ្នាក្នុងការ link វាទៅរក report នេះមិញយើងដាក់ឈ្មោះ pivot table យើងរួចអស់ហើយអញ្ចឹងយើង link slicer ហ្នឹងគឺចុចតាមខែមួយខ្ញុំ link ទៅរក monthly sale sale performance ដែរហើយនឹង total sale ទៀតតើ sale សរុបក្នុងខែមួយយើងលក់បានប្រមាណយើងប្រើជា slicer តោះ click clear បាទនឹងទាំងអស់វិញយើងខាត់អាហ្នឹងយកមកដាក់នៅ sale របស់យើងវិញបាទប៉ុណ្នេះមកបានហើយអញ្ចឹងពេលយើងដាក់នៅក្បែរនេះយើងអាចពង្រីកពង្រួមវាជាប៊ូតុងចុចណាហើយអាចកំណត់បានទៀតថាយើងយកប្រមាណ column
nó điចូលកន្លែង slicer នេះវាមាន setting នេះបើក column 1 2 3 អញ្ចឹងទៅខ្ញុំអាចថាល្មមនឹង 12 ខែវាចេញអស់ហើយវាចេញអស់ណា4 column អីចឹងទៅ3 column តែវានឹងចេញទំហំប៉ុណ្នេះវាចេញ4 row មកគឺគ្រប់ពី10ខែអូខេដាក់វាខ្ពស់គ្នាបានទេប៉ុណ្ណឹងអញ្ចឹងពេលអ្នកនរគ្នា select ទៅ August អញ្ចឹង graphic យើងប្រែតាមនឹងដែរ thích លក់មកខែ3អញ្ចឹងអ្នកណាលក់បានប្រមាណនេះនេះឈ្មោះនេះលក់បានចំនួនប្រមាណដែរអញ្ចឹងខែ6អាចយើង clear all មកវិញមើលបាទវារៀងច្រើនបន្តិចខែមួយខែអញ្ចឹងណាអញ្ចឹងយើងមើលទូទៅយើងអាចមើលជា monthly ក៏បាន2ខែ3ខែអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំថាជួយអ្នកនរគ្នាបានក្នុងការធ្វើលំហាត់ក៏ដូចជាធ្វើរបាយការណ៍ផ្សេងៗ submit ទៅថ្នាក់ដឹកនាំរបស់យើងជួបគ្នានៅវីដេអូបន្ទាប់